ពេលមករដូវស្ត្រីអាចញ៉ាំបុកល្ហុងឬក៏អាចញ៉ាំពពួកអាហារទាំងអស់នេះបានអត់ចាថ្ងៃនេះជួបមួយនាងខ្ញុំអ្នកគ្រូពេទ្យអិនសុកចានម្ដងទៀតនៅក្នុងការចែករំលែកទៅលើរបបអាហារដែលស្ត្រីគួរតែជៀសវាងកំឡុងពេលមករដូវថ្ងៃនេះនាងខ្ញុំលើកយកប្រភេទអាហារ4ប្រភេទដែលស្ត្រីគួរតែជៀសវាងទី1គឺអាហារដែលមានជាតិប្រៃខ្លាំងពេកបើសិនជាយើងញ៉ាំអាហារដែលប្រៃខ្លាំងពេកកំឡុងពេលមករដូវវាអាចនឹងធ្វើឲ្យមានការប្រែប្រួលទៅលើរដូវរបស់យើងការមករដូវក៏អត់ល្អដែរទី2គឺញ៉ាំប្រភេទអាហារដែលផ្អែមខ្លាំងពេកចាចំពោះអាហារដែលផ្អែមខ្លាំងពេកដូចជាបងគាត់តែងតែនិយមចូលចិត្តញ៉ាំគ្រឿងកំប៉ុងឬក៏តែជ្រក់តែគុយកំឡុងពេលមករដូវនេះវាមិនមែនជារឿងល្អទេពីព្រោះវាអាចធ្វើឲ្យមានការអតុល្យភាពនៅអរម៉ូនអឺត្រូហ្សែនចាធ្វើឲ្យរដូវរបស់យើងនឹងគឺមានការរអាក់រអួលឬក៏មានការប្រែប្រួលអាចពេលខ្លះមកដុំមកឈាមជូកខ្មៅឬក៏មកចុកតែម្ដងចាអាហារទី3ដែលស្ត្រីគួរជៀសវាងកំឡុងពេលមករដូវគឺអាហារហឹរខ្លាំងពេកបុកល្ហុងនេះមួយចាបើសិនជាបងស្ត្រីដែលគាត់ញ៉ាំបុកល្ហុងដែលដាក់ម្ទេសខ្លាំងហឹរពេកកំឡុងពេលមករដូវគឺគាត់អាចនឹងមានការចុកខ្លាំងជាងមុនហើយបើសិនជាគាត់អត់មានបញ្ហាកាពះពោះវាអត់អីទេតែបើគាត់មានបញ្ហាកាពះហើយគាត់ញ៉ាំហឹរទៀតគឺចុកកាន់តែខ្លាំងការមករដូវរបស់គាត់នឹងគឺកាន់តែពិបាកហើយអាហារទី4ចាដែលគាត់គួរតែជៀសវាងគឺចាអាហារដែលមានជាតិអាល់កុលឬក៏ភេសជ្ជៈដែលមានចាជាតិអាល់កុលស្រាប៊ីជេអីនេះគឺគាត់គួរតែជៀសវាងការញ៉ាំព្រោះភាគច្រើនអ្នកគ្រូឃើញថាបងមួយចំនួនគាត់ញ៉ាំជាតិអាល់កុលកំឡុងពេលមករដូវដើម្បីឲ្យមករដូវច្រើនក៏ប៉ុន្តែវាមិនមែនជារឿងត្រឹមត្រូវនោះទេដូច្នេះស្ត្រីដែលគាត់មករដូវគួរតែជៀសវាងទៅលើអាហារ4ប្រភេទនេះឲ្យបានចាបើសិនជាគាត់មិនជៀសវាងអាហារ4ប្រភេទនេះទេគាត់អាចប្រឈមជាមួយនឹងការប៉ះពាល់ស្បូនរដូវមកតិចឬក៏អាចនឹងមានការប្រែប្រួលចារដូវនៅថ្ងៃមុខហើយបើសិនជាបងដែលចង់ប្រឹក្សាទៅលើសុខភាពឬក៏មានបញ្ហារដូវអាចទំនាក់ទំនងមកកាន់អ្នកគ្រូតាម Telegram 069 316714អរគុណ